នេះហើយបើ script នោះឲ្យឃើញមកតោះណាបាទឃើញចប់រួចរាល់ហើយបើកអានេះមួយទៀតរបៀបបង្កើត comment នេះ comment របស់យើងហើយទីតាំង script របស់យើងមាន parameter បាទហើយចាប់ផ្ដើម run ចាប់ផ្ដើម run បាទយើងចាប់ផ្ដើម run មកដូចថា RAM អីចឹងទៅធ្វើម៉េច process វាណាបងនេះតែប៉ុណ្ណឹងទេអញ្ចឹងធ្វើឲ្យត្រូវចាំ record អញ្ចឹងហ៎ run ឲ្យចប់សពគ្រប់អស់ទៅគាត់ណាបើក record វាឡើងវិញទេអត់